បាទជំរាបសួរពុកម៉ែបងប្អូនអ្នកដែលនិយមអីវ៉ាន់មកទឹកជប៉ុនបាទគ្រឿងអេឡិចត្រូនិករបស់ជប៉ុនបាទនេះខ្ញុំបង្ហាញតាក់ទងទៅនឹងបាទជើងបញ្យួរទួ model វា Rocket Fish របស់ស៊ីនមកបាទនេះ model វាបាទ model វា Rocket Fish បាទbrand របស់បេកាំងបាទហើយសាយរបស់វាចាប់ពីទួ32អ៊ីងដល់55អ៊ីង TV wall mount បាទ TV wall mount មានថាយើងអាចបញ្យួរ selling healing អញ្ចឹងយើងអាចបញ្យួរទួទៅជាងស្មើក៏បានហើយយើងកង្វក់កបន្តិចក៏បានដែរវាអាចកង្វក់បាទអាចថេតមកអោនបន្តិចក៏បានដែរបាទប្រភេទជើងហ្នឹងណាបាទមានសពូបាទវាសពូកេះវាបាទហើយវាអាចទ្រទម្ងន់នៃវាដាក់ទ្រទម្ងន់ចាប់ពី80 lbs គឺគិតជាគីឡូ36គីឡូចុច3គីឡូក្រាមបាទរបស់ស៊ីនចេះរបស់ស៊ីនគេប្រាប់យើងរំអិតមកបាទអានេះសភៅណែនាំមួយទៀតនៅខាងក្នុងបាទអានេះជើងចាប់ទៅអញ្ចឹងបាទដែកក្រាស់ដែកវាក្រាស់ល្អបាទដែកវាក្រាស់ល្អធ្ងន់ហ្មងហើយតាន់ហ្មងបាទនៅអាស័យដ្ឋាននៅប្រទេសស្រុកគេបាទមានលេខកូដមានអីមានអាស័យដ្ឋានមានអីនឹងគេចេះមើលបាទមានបាទមានបងលេខអាស័យដ្ឋានទៅស្រុកគេបាទហើយក្រុមហ៊ុនគេផលិតបាទដែកវិញអាលួងដូចឡានអញ្ចឹងបាទទឹកថ្នាំវាបាញ់មកអាលួងដូចឡានយើងទេបាទសបនេះសបទីតាទៅព្រុសទេបាទព្រុសអាវិតតូយតាវិតបាទប្រភេទឡានតូយតាទឹកថ្នាំដូចឡានតូយតាបាទនេះជើងមកគូសម្រាប់ចាប់ទៅក្រួយខ្នងទូហ្នឹងបាទស្អាតបាទទៅថ្មីអត់ទាន់ប្រើទេរបស់នៅថ្មីបាទរបស់ស៊ីនហើយនៅថ្មីអត់ទាន់ប្រើបាទនៅស្អាតអត់ទាន់ប្រើទេអត់ទាន់មានស្នាមខ្ចៅហើយចាំខ្ញុំបញ្ជាក់បន្ថែមតែតើរបស់អត់ទាន់ប្រើហ្នឹងហើយទៅវាមានអីខ្លះបាទក៏អត់ទាន់ប្រើរបស់ថ្មីវាអត់មានស្នាមអត់មានអីទាំងអស់របស់ហ្នឹងគឺរបស់តែនៅថ្មីអត់ទាន់ប្រើទេរបស់ស៊ីនបាទផលិតផល Rocket Fish brand នេះ brand គ្រឿងអេឡិចត្រូនិកហើយគេមានសភៅរបស់គេបាទសភៅណែនាំហើយនឹងនេះគឺត្រូវការចាប់វិសទៅអញ្ចឹងគឺគេមានផ្ទាំងរបស់គេបកយកទៅបិទទៅអញ្ចឹងទៅបាញ់វិសតាមនឹងទៅគឺចាប់ចូលទៅត្រូវខ្ចៅហ្មងបាទត្រូវគោលដៅនេះសភៅណែនាំសភៅណែនាំតម្លើងហើយបញ្ជាក់ថារបស់វាទៅថ្មីទៅវាពិសេសត្រង់ថាខ្ចៅបាទគាត់ថាខ្ចៅមួយដៃខ្ចៅចាប់ពីទូ30អ៊ីងជាងរហូតដល់55អ៊ីងហ្នឹងមានខ្ចៅដែលអាចចាប់បាទខ្ចៅសម្រាប់ចាប់វាមានសាយរបស់វាមានលេខខ្ចៅតូចធំនៅក្នុងហ្នឹងស៊ីនរបស់វាបាទគាត់ថាខ្ចៅមកតណោតបាទខ្ចៅចឹងកញ្ចប់ទាំងកញ្ចប់កោសអីបាទមានមកកាផ្លេបាទរងអីមានបាទខ្ចៅចាប់កន្លែងទូយើង32អ៊ីងហ្នឹងបាទខ្ចៅទូចិត្តបាទអូខេអរគុណសម្រាប់បងប្អូនត្រូវការបាទតាក់ទងមក page យើងខ្ញុំអូយប៉ុនឬចូលមក group ក៏មានរូបភាពមើលបាទឬក៏ចូលទៅក្នុង channel YouTube របស់ខាងបងប្អូនបាទអូយជប៉ុនបាទក៏មានដែរបាទអរគុណច្រើនបាទជម្រាបលា